ចាជម្រាបសួរពុកម៉ែពុកមីងសូមស្វាគមន៍ពី Channel វណ្ណានារីក៏ដូចជា Page មេរិស័យឆ្នាំទាំង12ឥឡូវយើងចូលមកដល់ការមើលជាទូទៅមិនមែនជាការ pick ឱកាសទេអញ្ចឹងគឺមួយចំនួនគឺប៉ះអ្នកមួយចំនួនគឺអត់ប៉ះទេអញ្ចឹងវាអាស្រ័យទៅលើធម៌ពលយើងដែលមាននិស្ស័យទៅលើសំណួរមួយនេះហើយសំណួរហ្នឹងគឺជាទូទៅដូចខ្ញុំបញ្ជាក់អញ្ចឹងអត់ pick ឱកាសទេអត់មានជាក្រុមទេគឺយើងចង់ដឹងថាតើក្នុងកន្លងពេលនេះតើយើងនឹងជួបអ្វីខ្លះនៅពេលនេះយើងមើលថាតើយើងមានប៉ះធម្មពលអ្វីខ្លះនៅពេលនេះ Queen of Swords យើងដូចជាកំពុងតែជួបធម្មពលការសម្រេចចិត្តអីមួយទៅលើការងារទៅលើរឿងរ៉ាវណាមួយណាតែពីច្រើនអាចនឹងការងារឬក៏ដំណឹងអីមួយដែលយើងរងចាំយើងកំពុងតែធ្វើការសម្រេចចិត្តអូខេហើយអ្នកមួយចំនួនគឺកំពុងតែសម្រេចចិត្តទៅលើការទទួលយកសេចក្តីស្រឡាញ់ពីមនុស្សពីរនាក់ណាមួយគឺ Knight of Wands មួយទៀតគឺ Page of Wands ចា៎មានមនុស្សពីរនាក់កំពុងតែគិតមកលើយើងចាប់អារម្មណ៍លើយើងស្រឡាញ់យើងដោយសារតែបន្ទាប់តាពីខ្ញុំនិយាយអំពីធម៌ពលមនុស្សពីរនាក់ហ្នឹងគឺនិយាយគឺឃើញ for one គឺសេចក្តីសុខគេចង់ផ្ដល់សេចក្តីសុខឲ្យយើងឬក៏បើយើងមិនទាន់មានការរៀបការគឺគេចង់រៀបការជាមួយយើងគិតពិតប្រាកដជាមួយយើងក្នុងរូបភាពហ្នឹងអញ្ចឹងណាប៉ុន្តែគ្រាន់តែមាន2នាក់លោតមកគឺមួយសម្លឹងមករកសេចក្តីសុខហ្នឹងរូបផ្ទះណាចាការរៀបពីពីមួយហ្នឹងហើយមួយវិញមួយម្នាក់ទៀតគឺគេងាកទៅខាងនោះងាកមករក Queen of Swords នេះគឺចង់ឲ្យយើងសម្រេចចិត្តឲ្យលឿនអញ្ចឹងណាថាសម្រាប់ចិត្តយកមួយណាគេចង់ឲ្យយើងមានការជ្រើសរើសគំរារែកការសម្រាប់ចិត្តយូរពេកអីចឹងណាធ្វើការសម្រាប់ចិត្តលឿនតែលក្ខណៈធាតុភ្លើងចូលមកច្រើនធាតុខ្យល់និងធាតុភ្លើងមានន័យថាបែប Who Control បែបទំហំនៃការស្រឡាញ់វាខ្លាំងគាត់ថាវាអាចនឹងត្រូវការឲ្យមានការសម្រេចចិត្តលឿនដូចខ្ញុំនិយាយអញ្ចឹងណាហើយ Nice of One ហ្នឹងគឺគេអាចនឹងអាយុតិចអាយុតិចហើយមួយទៀត Page of One ហ្នឹងគឺអាចនឹងអាយុលើម្នាក់ Nice of One ហ្នឹងតិចអញ្ចឹងណាមាន2នាក់តែយើងមានអីគេខ្លះនៅក្នុងពេលនេះឬក៏ជាការងារដូចខ្ញុំនិយាយអញ្ចឹងណាមិនថាសំដៅតែលើមនុស្សទេអាចនឹងមានការងារពីរដែលយើងត្រូវតែធ្វើការសម្រេចចិត្តមួយណាអញ្ចឹងទៅចាKnight of Swords reverse ទៀត Five of Pentacles reverse Five of Cups យើងដូចជារារែកក្នុងការសម្រេចចិត្តនឹងជ្រើសរើសមួយក្នុងចំណោមម្នាក់នឹងអញ្ចឹងណាឬក៏យើងខ្លាចខកចិត្តខកបំណងទៀតអញ្ចឹងណាអញ្ចឹងតើមានអ្វីដែលយើងត្រូវដឹងត្រូវជួបនៅពេលនេះមានថាផលអីគេសូមយកទៅមួយនេះវាដូចជាប្រហែលដែរដោយសារតែខ្ញុំចាប់ទៅវាចិត្តតែធ្លាក់ក្នុងការគិតមួយហ្នឹងណាយើងដូចជាមានអារម្មណ៍ថាយើងនឹងសម្រេចចិត្តបានភ្លាមឬក៏ធ្វើបានភ្លាមឬក៏ត្រូវតែធ្វើកើតប៉ុន្តែទៅជារារែកភាសាទៀតថាដូចជាមិនទាន់នឹងគិតឥឡូវហ្នឹងទេអារៀបនឹងសម្រេចហើយណាសម្រេចចិត្តណាតែទៅជាអត់វិញយើងកំពុងតែរកចំណុចខ្សោយនៃរឿងមួយនឹងសិនអញ្ចឹងណាយ៉ា Nice of Cup អូមិនម្នាក់ទេមិនមែន2នាក់ទេខ្ញុំមានអារម្មណ៍ថាដូចជា3នាក់ឯណោះ2នាក់នេះវាហាក់បីថាធ្វើឲ្យយើងនឹងខកចិត្តខកបំណងធ្វើឲ្យយើងនឹងដាក់បន្ទុកបានតែ50 អញ្ចឹងណាអាបែបអញ្ចឹងយើងដូចជាមិនទាន់នឹងសម្រេចថាយើងត្រូវតែរើសយកមួយណាទេទោះបីជាគេបខំទោះបីជាគេរងចាំទោះបីជាយ៉ាងម៉េចក៏ដោយអញ្ចឹងមិនចេញរូបភាព reverse មកព្រោះមានអ្នកដែលច្បាស់លាស់ម្នាក់ទៀតដែលកំពុងតែដើរតាមផ្លូវមកអញ្ចឹងណាតែជាគូរបស់យើងពិតអីចឹងណាព្រោះនឹងក្រោម for one ពីរអ្នកនេះគឺអត់នៅក្រោម for one ទេគ្រាន់តែនៅចិត្តអញ្ចឹងណា
hangman យើងដូចជាមិនសម្រេចចិត្តនឹងយកម្នាក់នឹងទេយើងព្យួរគាត់ចោលchoម្នាក់នេះយើងក៏គិតដែរដូចជាស្ទើរស្ទាក់គិតថាគាត់ក៏ជាដៃគូម្នាក់ដែលស័ក្តិសមយើងដែរ pick a one ហ្នឹងប៉ុន្តែម្នាក់ទៀតនឹងមកលឿនក្នុងរយៈពេល8ថ្ងៃ8អាទិត្យមានម្នាក់ទៀតក្នុងពេលនេះណាអញ្ចឹងវាដូចជាប្របាក់ក្នុងការសម្រេចចិត្តព្រោះយើងដើរតួជា queen ដែរវាធម៌ពលខ្ពស់ធម៌ពលធំ queen ធម្មតាម្ចាស់ស្ត្រីគឺមានសិទ្ធិអញ្ចឹងណាក្នុងការសម្រេចចិត្តក្នុងការជ្រើសរើសក្នុងការធ្វើអីមួយអញ្ចឹងបើចេញ pentacle មកអាចនឹងលុយកាក់ហ្នឹងហើយយើងអាចនឹង six of pentacle the high prices អានេះនិយាយពីអត្តចរិតរបស់យើងណាបើសិនជាត្រូវអានឹងជារបស់យើងហើយគឺយើងជាមនុស្សដែលចេះជួយគេចិត្តល្អអធិស្ឋានហើយក៏មានធម៌ពលផ្លូវក្នុងតាមថែអាចមើលចិត្តគេធ្លុះបានអញ្ចឹងណាសម្រាប់យើងខ្ញុំចង់និយាយអញ្ចឹងហើយអ្នកមួយចំនួនអាចនឹងកើតធាតុដីខ្មែរយើងមានធាតុដីធាតុមាសបើតារានិកមានប្រភេទធាតុដីចូលមកច្រើនធាតុភ្លើងក៏ចូលមកច្រើនដែរតារានិកហើយខ្មែរយើងក៏ត្រូវដែរធាតុភ្លើងគឺយើងធ្វើឲ្យអ្នកទាំងអស់គ្នានោះគឺចូលចិត្តតែម្ដងយើងចង់និយាយអញ្ចឹងគឺគេចង់ឲ្យយើងនឹងជួយគេយល់ពីគេដឹងពីគេមើលមកយើងថាអាចទៅជាមនុស្សដែលមានសិទ្ធមានលទ្ធភាពមានសមត្ថភាពជួយពួកគេអញ្ចឹងណាខ្ញុំមានអារម្មណ៍អញ្ចឹងអាចយើងប្រកែយើងជួយពួកគេបានអញ្ចឹងណានៅក្នុងធម៌ពលហ្នឹងគឺមានអ្នកដែលត្រូវការឲ្យយើងជួយទាំងលុយកាក់ឬក៏ជាយោបល់អីចឹងទៅស្វែងរកខាប់នៅក្នុងពេលនេះយើងក៏អាចនឹងប្របាក់ក្នុងការសម្រេចចិត្តដែរអញ្ចឹងណាក្នុងពេលនេះបើសិនជាមានគេពឹងពាក់យើងឲ្យជាអនុសាសន៍ពឹងពាក់អីផ្សេងណាគឺយើងអាចនឹងជួយបានមិនមែនថាអត់ជួយទេជួយបានខ្លះអីខ្លះដែរអញ្ចឹងណាយើងអាចនឹងធ្វើបន់ចំណាយលុយតិចតួចទៅលើការចែករំលែកទានឬក៏ធ្វើបន់ក៏មានដែរនៅក្នុងពេលនេះណាហើយការដែលយើងមានអារម្មណ៍គេហៅថាស្មុគស្មាញក្នុងការសម្រេចចិត្តឬក៏មានអារម្មណ៍ stress មានអារម្មណ៍អីគឺយើងព្យាយាម release វានេះព្យាយាម release វាចេញណាព្យាយាមដោយសារតាណាញ់ aswan គឺលែងជាឧបសគ្គយើងទៀតដែរយើងអាចនឹងឃុំក្រងឬក៏បំផ្លាញធម្មពល stress នឹងចេញទោះបីជាវាច្រើនវាយ៉ាងមិនក៏ដោយគឺយើងអាចនឹងថមថយកាត់បន្ថយវាបានអញ្ចឹងណាក្នុងពេលនេះណាចង់អញ្ចឹងវាមានធម៌ពលជាច្រើនដែលអាចនឹងជួបនៅក្នុងពេលនេះទីមួយយើងអាចនឹងជួយអ្នកដទៃបានហើយគេដឹងគុណយើងទៀតផងអាចធ្វើបន់អាចនឹង release នៅរឿងបាក់ចិត្តអំរែកអាចនឹងមានគេស្រឡាញ់ចូលចិត្តយើងពីរបីនាក់ចាគាត់ថាពេលខ្លះយើងក៏មានអារម្មណ៍រីរែកក្នុងការត្រូវតែសម្រេចចិត្តអីមួយអីចឹងទៅត្រូវយើងអាចនឹងក្នុងកន្លងពេលនេះគេមិនសូវជាលក់អីចឹងណាបែបអញ្ចឹងណាតាក់ទងទៅនឹងលុយកាក់តាក់ទងទៅនឹងការសម្រេចចិត្តការនិយាយនឹងរឿងផ្សេងទៀតនិយាយទៅយើងកំពុងតែរីរែកក្នុងការដែលយើងត្រូវធ្វើបែបហ្នឹងណាមានន័យថាមិនមែនរីរែកក្នុងការចាយវាអាចថាត្រូវតែមានការសំចៃក្នុងពេលនេះត្រូវតែមានការសម្រេចចិត្តអីមួយឲ្យច្បាស់លាស់ឲ្យមុតអីចឹងទៅតែយើងកំពុងតែប្រាប់ខ្លួនឯងណាហើយមួយទៀតគឺ ten of one គឺជាបន្ទុកអំរែកយើងក្នុងគ្រួសារយើងក្នុងជីវិតរបស់យើងអញ្ចឹងណាកំពុងតែព្យាយាមឲ្យវាមានដំណឹងអញ្ចឹងយើងគិតថាលុយកាក់វាកំពុងតែពិបាកក្នុងការរកវាមកយឺតវាមកច្រើនអីចឹងទៅអាហ្នឹងអ្វីដែលត្រូវតែមើលត្រូវតែឃើញណាក្នុងពេលនេះចាហើយ yes Seven of Pentacles គឺយើងក៏ព្យាយាមក្នុងការរកស្វិតស្វែងក្នុងការរកហើយក៏ទទួលបាននៅ7ដែរគ្រាន់តែវាចាយអស់4ហើយក្នុងពេលនេះណាចាហើយយើងត្រូវគិតពីសុខភាពផងអីចឹងណាអាចឈឺភ្នែកអាចឈឺក្បាលក្នុងកន្លងពេលនេះខ្លះគេអត់សូវលក់អីចឹងទៅបែបអញ្ចឹងណាចាហើយក៏មានរឿងដែលត្រូវកាត់ចិត្តរឿងដែលត្រូវ
វាត្រូវបានបាត់បង់ខូចខាតអញ្ចឹងណាបែបអញ្ចឹងណាអញ្ចឹងយើងកំពុងថាគុំក្រុងខ្លួនឯងក៏បានប្រសើរដែរតែក៏ទោះយ៉ាងណាក៏យើងអាចកាត់បន្ថយបានខ្លះដែរហើយក៏ចប់ដែរសម្រាប់ការដែលខ្ញុំឃើញដែលយើងនឹងជួបណាចា៎ហើយអរគុណមែនទែនសម្រាប់ការតាមដាននៅធម្មពលមួយហ្នឹងមុននឹងចប់ខ្ញុំចង់ឲ្យអ្នកទាំងគ្នាដឹងថាតើវាក៏ជាធម្មពលរបស់យើងឬក៏ជាសំណួររបស់យើងទេយើងនឹងមើលថាតើយើងនឹងមានតារានិករអីដែលជាប់តាក់ទងបើអត់មានខែឆ្នាំរបស់យើងទេនឹងមិនមែនជារបស់យើងតាមមានឆ្នាំអាសាញ់មានឆ្នាំរកាមានឆ្នាំឆ្លូវមានឆ្នាំថោះហើយមានឆ្នាំខាលហើយបាតសន្លឹកគឺមានឆ្នាំរោងដែលជាប់តាក់ទងណាបើខាលតែពីឆ្នាំហ្នឹងគឺអត់ត្រូវច្រើនមកឆ្នាំប្រហែលហ្នឹងណាហើយខ្ញុំចង់និយាយថាបើក្រៅពីហ្នឹងចាត់ទុកថាមិនត្រូវទៅចុះចុះតារានិករជាប់តាក់ទងមានតារានិករអីគេខ្លះមាន Pisces មានភពម៉ាមាន Libra មាន Scorpio មាន Saturn ភព Saturn គឺមានប្រមាណហ្នឹងហើយនឹងធាតុដីមកដែរធាតុដីមាន Taurus Virgo Capricorn ហើយក៏ចប់ដែរសម្រាប់ការបកស្រាយគឺមានប៉ុណ្្នឹងឯងសម្រាប់ការមើលទូទៅហ្នឹងបើចូលចិត្តវីដេអូរបស់អ្នកគ្រូកុំភ្លេចជួយ like Subscribe Share វីដេអូនេះម្នាក់មួយផងហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតអរគុណច្រើនជម្រាបលា